Ok, ngày nayយើងមកធ្វើការ modeling បន្ថែមទៅលើ object របស់យើងមួយចំនួនទៀតនេះចាប់ផ្ដើមពីតុកមួយទៅនេះកូនតុកក្បាលក្រែរបស់យើងហ្នឹងចេះស S មក zoom វាធំអញ្ចឹងណាsolo នេះមកចូលបង្កើតកាមេរ៉ាយើងបដូរបង្កើត perspective វិញ zoom បង្ហាញគ្នាយើងចេះស S មិនថាទៀតនិយាយអត់យើងមានតុកខាងលើនេះខាងក្រោមហើយជុំវិញនេះមាន4ជ្រុងគ្នាអត់ដាក់ពេញតែម្ដងនេះថតតុកអញ្ចឹងហើយជើងតុកមុននេះគ្នាចឹងចាប់ដើមពីណាទៅយើងអាចចាប់ដើមពីលើទៅមុនក៏បានពីក្រោមមកមុនក៏បានខ្ញុំ copy វាដាក់ចូលក្នុង project ថ្មីរបស់ខ្ញុំចឹងយើងស្រួលមើលជាងអញ្ចឹងណាអូខេចាប់ដើមយើងដឹងថាតុករបស់យើងនេះសិតតែ4ជ្រុងទាំងអស់អញ្ចឹងណាអញ្ចឹងយើងបង្កើតអីគេបង្កើត cube អូខេបង្កើត cube មួយមកហើយអញ្ចឹងហើយលើនេះវាស្ដើងទេអញ្ចឹងយើងអាចថយគេថយកម្រាស់វាបានអញ្ចឹងណាថយមកអស់ឡើងមកលើបន្តិចអូខេឧទាហរណ៍ប៉ុណ្នេះវាធំពេកចុះ T យើង scale មកអូខេមានកោងតិចៗចឹងណាគ្នាអញ្ចឹងធ្វើម៉េចយើងចូលបង្កើត cube របស់យើងថែម fillet អូខេថែម fillet មកវាកោងកែមតិចៗមកចេះវាកោងខ្លាំងពេកយើងថយអីគេ fillet radius ជួយ all key option key ក្នុង Mac ថយមកថយតិចៗចឹងណាគ្នាអត់មិនល្មមបើយើងពេញចិត្តមកគឺអូខេហើយតោះទៀតចាប់ដើមអីគេម្ដងយើងធ្វើបាត់ហាកោនេះម្ដងអញ្ចឹងគេដូចគ្នាដែរអញ្ចឹងណាចេះអាច copy បានចុះ E control អស់មកដើម្បីធ្វើការ copy វាឧទាហរណ៍ដាក់ប៉ុណ្្នឹងសិនវាក្រាស់ជាងខាងលើមិនចឹងបន្ថែមកម្រាស់តិចមកអូខេហើយវាតូចជាងខាងលើដោយសារអីគេនេះជើងតុករបស់យើងវាតូចជាងដែរមិនចឹងវាត្រង់ជើងតុករបស់យើងយើងអាចធ្វើការ scale បានចុះ T scale តូចតិចមកឧទាហរណ៍ប៉ុណ្ណឹងចុះ E មកដើមវិញចាប់ដើមធ្វើអីគេម្ដងចាប់ដើមធ្វើជើងតុកឲ្យយើងមើលមុនជើងតុករបស់យើងក៏ប្រាក់ cube ដូចគ្នាតែវាអីគេវាតូចហើយវាទៅវៃឡើងទៅលើជិះ copy មកឧទាហរណ៍ copy មួយនឹងដដែល control អស់វាមកហើយយើងទាញអីគេនេះទីកម្ពស់វាឲ្យខ្ពស់វិញមកចុះ T scale តូចឧទាហរណ៍បានប៉ុណ្នេះយើងស្មាន E ឡើងមកលើតិចមកស្រួលមើលថាវាវាយណាទីឲ្យវែងតិចមើលអូខេឥឡូវឧទាហរណ៍ប៉ុណ្នេះអស់ចុះក្រោមវិញដាក់មកចំអីគេចំ floor របស់យើងនេះចំ floor អញ្ចឹងហ៎ឡើងមកដល់ណាមកដល់លើនេះវាខ្ពស់ពេកហើយយើងអាចថយបានជួយឲ្យមួយនេះមួយជា shift អស់ចុះក្រោមតិចមកឧទាហរណ៍ប្រវាយនេះតោះយើងទៀបដែរអញ្ចឹងហ៎ពីកម្រាលមកប្រហែលប៉ុណ្នេះអូខេអញ្ចឹងជើងតុករបស់យើងនេះមានមួយហើយទីមកដល់លើនេះមកអូខេទីឲ្យស្មើអង្គការដែលយើងធ្វើការ modeling ជាលក្ខណៈ style line អញ្ចឹងយើងអាចទីវាដាក់ចូលអញ្ចឹងបានដូចគ្នាអត់បញ្ហាទេតែបើធ្វើការ modeling ជាលក្ខណៈ sub D យើងទៅធ្វើការ extrude ចេញមកបើវាមើលទៅវាអីគេវា smooth ល្អអូខេឥឡូវបានប៉ុណ្ណឹងកំណោងវាតិចពេកយើងថែមកំណោងតិចមកវាកោងជាងមុនតិចអូខេបានប៉ុណ្្នឹងហើយចាំបាន4ជ្រុងអញ្ចឹងយើងអាចធ្វើការ copy វាទៅប្រៀបវាក៏បានតែវិធីលឿនយើងអាចប្រើប្រាស់ cloner អស់ជាមួយនេះអញ្ចឹងចូលលើវាហើយជួយ alt key option key ក្នុង Mac ចុចលើ cloner ដើម្បីយក cloner ហ្នឹងទៅធ្វើជាអីគេធ្វើជា pattern របស់វាចុចបោះមកយល់អត់ចេញមកនេះវាគាត់តម្រៀបច្រើនហ្នឹងទេឥឡូវហ្នឹងយើងទៅកាត់តែ4នេះមិនចឹងហ៎ចុចលើ cloner របស់យើងនេះមកយើងប្រើប្រាស់ mode របស់យើងគឺ grid color របស់យើងអានេះ2បានហើយអីគេទៀត Z គឺ2ដូចគ្នាចិត្តទាំងអស់ហ្មងទាំងអស់4តែវាឆ្ងាយពីគ្នាពេកយើងអាចធ្វើការទាញកប់លឿនៗនេះទាញចូលមកវាចូលមកហើយឃើញអត់មួយនេះទាញចូលដែរមកវាចូលដែរហើយអូខេយើងអាចស្មានចឹងបានហើយចង់ឲ្យស្មើល្អតែម្ដងយើងអាចវាយចូលដែរនេះឧទាហរណ៍ថា100អានេះ100ដែរមកមិនចឹងហ៎អូខេ100ដែរមកចឹងបានប៉ុណ្ណឹងឧទាហរណ៍យើងពេញចិត្តអញ្ចឹងអូខេពេលដល់ប៉ុណ្ណឹងហើយនេះធំពេកនេះយើងចូលលើវាមកចុច T scale ចូលវិញមកជិះយើងបាតឲ្យគេមកនេះយើងបាតហ្នឹងមកហើយអូខេចុះកោបបន្តិចពេញចិត្តរបស់យើងអូខេដល់ឲ្យគេម្ដងដល់គេ4ជុំវិញនេះគេធ្វើម៉េចអាដូចគេដែរហ្នឹងមិនចឹងហ៎យើងគាត់តែ copy វាមកចេញ copy គេ copy cube នឹងដដែលមក control អស់មកខ្វាច់មិនចឹងហ៎ទីវាស្ដើងមកមុខនេះមកឧទាហរណ៍ឲ្យស្ដើងខ្ពស់វាឲ្យខ្ពស់តិចមកឲ្យបិទចិត្តឡើងនេះអូខេយើងដាក់សិនមកក៏បានឡើងហ្នឹងគេដាក់អញ្ចឹងសិនមកយើងសេរីមកសមមកវាឲ្យចំពីមុខតែមកកណ្ដាលយកមកកិនគេមកកាន់ front view នេះយើងមើលទៅយើងឃើញនេះចំ 100% ឬក៏អត់អញ្ចឹងហ៎អូខេជិះមកកណ្ដាលវិញមកវិញហើយអូខេទីមកដាក់នេះមកឧទាហរណ៍បានយើងចង់ខុលវាជុំវិញដូចអីគេដែរជើងតុកដែរមិនចឹងជីអាចធ្វើការបង្កើត cloner មួយទៀតបានក៏ប៉ុន្តែឲ្យចាំពេលយើងធ្វើការឈរទៅលើ object មួយហ្នឹងនៅពេលនេះ object របស់យើងនេះវាអត់ចំកណ្ដាលទេអញ្ចឹងបើយើងធ្វើការ alt click ទៅលើ cloner របស់យើងនេះមានថាបើយកកន្លែងហ្នឹងធ្វើជា goal កណ្ដាលរបស់វាអញ្ចឹងបើយើងដូរមកឧទាហរណ៍ថា2អានេះ2ដែរមកចាំពេលវាទាញចូលមកនេះវាចំមកទេគឺវាអត់ចំល្អទេមិនចឹងហ៎ឃើញអត់គឺខអត់គឺខហើយអញ្ចឹងធ្វើម៉េចវិញគឺយើងទៅធ្វើគេបង្កើត cloner ចំកណ្ដាល scene តែម្ដងអូខេទីបង្កើតវិញមកលុប cloner នឹងចោលហើយធ្វើការបង្កើត cloner ថ្មីហើយទីវាបញ្ចូលមក block ឃើញអត់ចូលមកហើយយើងប្រើអីគេយើងអត់ប្រើជា grid ទៅពេលនេះបើយើងប្រើជា grid យើងមើលដាក់2ដូចជើងតុកមុនហ្នឹងអញ្ចឹងគឺមិនទៅនេះគឺវាបញ្ឈប់បែបនេះគេអត់វាអត់អីគេអត់វិលជុំវិញនោះទេចឹងវាវិលជុំវិញយើងដូរកន្លែង mode របស់យើងនេះពី grid មកកាន់ radial មួយនេះវិញជារង្វង់អញ្ចឹងហ៎ចុចបាច់មកយើងឃើញអត់នេះចាប់ដើមចេញមកហើយទីមើលអូខេតែបាននេះ5ថៃ3សិតតែ4បានហើយចុចបាច់មក4យើងទាញចូលមើលចំ100ចំ 100% តែម្ដងឃើញអត់អូខេបានប៉ុណ្្នឹងហើយយើងអាចអីគេទាញអីគេ cloner របស់យើងនេះឡើងមកលើតិចមក
ព្រោះវាចំអីគេពីក្រោមមិនចឹងហ៎ដាក់មកចំពីក្រោមនឹងកណ្ដាលអីគេ world axis ចឹងទីដាក់មកលើនេះមកគឺជាការស្រាច់តែម្ដងឃើញអត់អូខេហើយយើងស្រីទៀតមកចង់បានប្រវាយណាចូលជ្រៅចូលតិចអីបានតាមចិត្តអត់បញ្ហាតោះនេះប៉ុណ្ណឹងអូខេដាក់ប៉ុណ្នេះអូខេពេញចិត្តហើយជិះយើងបានតុកមួយមកបាទឃើញអត់អត់ជាបញ្ហាខ្ញុំមកមើល front view ដាក់ឲ្យចំនេះមកអូខេបានហើយបានប៉ុណ្ណឹងហើយយើងអាចបញ្ចូលវាទៅមួយចូលជា group ទៅមួយពីណាមកពីនេះម្ដងនេះជា save ហើយ alt G ក៏បានយ៉ាងទីប្រើប្រាស់ជាមួយនឹង connect object ជា control ហើយនឹង alt key ឬ command ជាមួយនឹង option key ក្នុង Mac ចុចបាច់មកដើម្បីប្រើវាធ្វើជាអីគេធ្វើជា parent ពេលចុច alt ធម្មតាគឺមួយបើមានច្រើនចុច control មួយទៀតមកទៅទាំងអស់តែម្ដងចឹងវាចូលលើ connect ហ្នឹងមកទីទៅណាទៅទាំងអស់តោះនេះប៉ុណ្ណឹងអូខេអញ្ចឹងយើងបានតុកមួយទៀតមកហើយអញ្ចឹងយើងបន្តទៅកាត់ object បន្ទាប់យើងបិទ solo ចោលវិញគឺអីគេនេះគឺកៅអីមួយនេះអូខេមើលកៅអីមួយនេះទាំងអស់គ្នាចុចលើវាហើយជា Ctrl C ខ្ញុំ copy វាបើដាក់កន្លែងនេះវិញ Ctrl V អញ្ចឹងយើងស្រួលមើលមិនអញ្ចឹងណាលុបតុកនេះចោលវិញរួចរាល់អស់ហើយមួយនេះលុបចោលដូចគ្នាហើយលុបចោលអូខេបងវល់វាមើលអូខេរៀងវាយ៉ាងម៉េចយើងមើលវាមានបាតវាមានធ្នាក់ដៃហើយនឹងអីគេទៀតនឹងបងឯករបស់វាទាំងអស់មានបានជ្រុង1 2 3 4ជ្រុងហើយវាលក្ខណៈអីគេលក្ខណៈមូលបែបនេះអញ្ចឹងយើងធ្វើម៉េចអាហ្នឹងយើងប្រើប្រាស់ Q ធម្មតាមើលទាំងអស់គ្នាចុច T scale ទៅតិចមកឧទាហរណ៍ប៉ុណ្នេះបានហើយ E ឡើងមកលើបន្តិចមើលកៅអីរបស់គេនេះវាអត់សូវខ្ពស់អញ្ចឹងទេយើងថយតិចមកអូខេអញ្ចឹងយើងអាចប្រើប្រាស់ជា cube អញ្ចឹងបានជាមួយនឹង subdivision surface គឺអាចបង្កើតបានហើយអូខេឥឡូវឧទាហរណ៍ប៉ុណ្្នឹងចុះចុច C ដើម្បីបំលែងវាទៅជា polygonal object អញ្ចឹងយើងអាចធ្វើការ modeling បានជាមួយនឹងcomponent mode ឥឡូវឧទាហរណ៍យើងប្រើប្រាស់ polygon slash នេះមួយ delete ចោលនេះមួយ delete ចោលអញ្ចឹងយើងសល់អីគេនេះខាងក្រោយនេះសងខាងដៃរបស់វាហើយនឹងបាត់ខាងក្រោមនេះបានប៉ុណ្្នឹងហើយវាអីគេវាស្ដើងអត់មានកម្រាស់បើគេមានកម្រាស់អញ្ចឹងជា control A មកម៉ៅស្ដាំយកពាក្យថា extrude បង្កើតកម្រាស់ឲ្យវាមិនអញ្ចឹងអូសចុងមកឆ្វេងមកដើម្បីបង្កើតកម្រាស់ចូលក្នុងទៅខាងក្រៅទៅខាងក្រៅបែបនេះអូខេក៏ប៉ុន្តែពេលបង្កើតដំបូងមកអញ្ចឹងវាចំហមិនអញ្ចឹងcomplete ពីប្រើ extrude ព្រោះខាងក្រោមនេះនឹង option របស់វា extrude option យើងយកគេ create cap អូខេคลิกមកពចនិយាយបិទអីគេបិទចិត្តតែម្ដងយើងបានកៅអីមកនេះអូខេនេះវិញមកតែពេលនេះមិនទៅគឺវាជ្រុងអញ្ចឹងចង់ឲ្យគេមូលដូចគេអញ្ចឹងធ្វើម៉េចចុចអក្សរ E សិនមករួចទៅក្រោយបន្តិចឲ្យប៉ះគ្នាចូលលើនេះវិញយើងប្រើប្រាស់ជាមួយនឹង subdivision surface ចូលលើវាហើយចូលបង្កើតអីគេ subdivision surface គឺមួយនេះចុច alt key ឬ option key ក្នុង Mac ចុចពចចូលនៅវាចូលមកឲ្យឃើញអត់នេះគឺបែបហ្នឹងឯងព្រោះអីគេ sub D យើងដឹងហើយគឺវាធ្វើការអីគេវាធ្វើការពុត edge របស់យើងឲ្យ smooth ល្អចុចអក្សរ NB មកដើម្បីបង្ហាញជាលក្ខណៈ Goro setting line ហើយយើងដូរពីអីគេនេះពី isoparm មកកាន់ wireframe អញ្ចឹងយើងមើលឃើញទាំងអស់គ្នាថាវាពុតយ៉ាងម៉េចចូលកា object របស់យើងមើលនេះឃើញអត់ object របស់យើងឥឡូវយើងមើលអត់ឃើញអីគេ object ដើមរបស់យើងទេអញ្ចឹងធ្វើម៉េចចូលមកកាន់ component របស់យើងឥឡូវឧទាហរណ៍ចូលមកកាន់ edge mode អញ្ចឹងយើងឃើញអីគេនេះយើងឃើញ line ចាស់របស់យើងគ្រប់យ៉ាងវាធ្វើការពុតឃើញអត់នេះពីនេះមកអូខេវាត្រង់វាពុតកំឡោងចេញមកចេះអូខេយើងមើលទាំងអស់គ្នា line នេះមួយ line នេះមួយវាពុតឲ្យកោងឲ្យយើងនេះគឺបែបហ្នឹងដូចជាដែរដៃរបស់យើងនេះពីលើដល់ក្រោមនេះមកដល់កន្លែងនេះវាធ្វើការពុតឲ្យកោងចុះកោងដូចគ្នាអញ្ចឹងយើងឃើញកន្លែងនេះវាមូលល្អវាមូលល្អកន្លែងវាត្រង់វាពុតឲ្យកោងឧទាហរណ៍កន្លែងនេះយកពាក់កណ្ដាលនេះពាក់កណ្ដាលនេះអញ្ចឹងវា smooth កន្លែងនេះមកយើងឃើញអត់ចាយើងឃើញកោងនឹងឯងនេះជាហេតុផលដូចគ្នាពាក់កណ្ដាលនេះមកដល់នេះពុតឲ្យកោងមកអញ្ចឹងយើងបានកំឡោងនេះទៀតដែរឃើញអត់គ្រប់យ៉ាងគឺពុតបែបហ្នឹងយក A ជាប់គ្នាពាក់កណ្ដាលម្នាក់ហើយពុតឲ្យកោងជាមួយនឹង subdivision surface របស់យើងអូខេតែវានៅជ្រុងទៅឡើយយើងអាចធ្វើការអីគេបន្ថែម subdivision surface របស់យើងនេះនៅក្នុង subdivision viewport យើងថែមមួយមក3យើងកាត់ដល់ smooth ជាងមុនហើយវាថែមហ្នឹងហើយ complete ថែមទៅលើ render នេះផងបើអត់ថែមទេពេល render មកគឺជ្រុងដដែលអូខេដល់គេយើងក្រាស់ជាងរបស់យើងមិនចឹងរបស់យើងគេនេះយើងស្គមពេកអញ្ចឹងយើងអាចធ្វើការបន្ថែម subdivision ថ្មីអញ្ចឹងសល់គេជាសល់ KL ហ្នឹងវាស្មើជាមួយនឹង mouse ស្ដាំ loop cut យកមួយនេះចឹងឧទាហរណ៍ខ្ញុំដាក់កន្លែងនេះមកជីស៊ីឲ្យជាប់ដាក់ចំកណ្ដាលคลิกពចយល់ឃើញអត់ចាប់ដើមជ្រុងចេញមកតែម្ដងបើយកចង់ជ្រុងចឹងទេ Ctrl C មកវិញមកដាក់នេះវិញថ្នាក់ដៃរបស់យើងពចចឹងវាគេនឹងជ្រុងដូចគ្នាពួកវាគេនេះបន្ថែម edge ចឹងវាគេកាត់តែកណ្ដាលនេះមកដល់កន្លែងនេះចឹងវាអត់សូវកោងខ្លាំងទេតោះនេះប៉ុណ្ណឹង Ctrl C មកវិញយើងអត់ចង់បានចឹងទេចង់អីគេនេះអានេះវាកម្រាស់នេះវាក្រាស់ចេញមកវានេះជ្រុងមិនចឹងចឹងយើងបន្ថែមដៃណាវិញយើងបន្ថែមខាងមុខនេះអូខេជីស៊ីមកចំកណ្ដាលពចចេញមកហើយនេះឃើញអត់វាទៅធំជាងមុនហើយតែវាខ្ពស់ស្មើគ្នារបស់គេនេះធ្លាក់ដៃបន្តិចមិនចឹងជិះធ្វើម៉េចយើងចូលមកកាន់អីគេ H បតដាជាអក្សរ E គឺ move tool select នេះមួយ select នេះមួយជី shift លេខមកជី shift คลิกលើវាអូសចុះកោបតិចមក
វាបញ្ចុះមកអញ្ចឹងហ៎អូខេអញ្ចឹងយើងបានគេបានកៅអីមួយមកគ្នាចង់ក្រាស់ស្ដាងអីយើងអាចកំណត់ទៅលើអីគេមុនហ្នឹងគឺ extrude អញ្ចឹងឬក៏យ៉ាងទៀតបើយើងធ្វើហើយអញ្ចឹងចង់ធ្វើការកែសម្រួលវាជួយបង្កើន polygon mode អានេះមួយជីស៊ីអានេះមួយខាងក្រោមនេះមួយខាងណាទៀតខាងឆ្វេងនេះមួយមិនអញ្ចឹងហើយទៅគេមកស្ដាំយើងចូលមកកាន់ normal transform គឺ normal move ហើយយើងទីវាចូលមកជួយវាក្រាស់ឃើញអត់គឺវាក្រាស់បែបហ្នឹងព្រោះនេះប៉ុណ្ណឹងអូខេជិះយើងបានកៅអីត្រាក់ដៃមួយមកហើយជាសអ៊ីម្ដងវិញចប់សល់អីគេសល់ជើងរបស់វានឹងអត់បាក់ទេគឺយើងប្រើប្រាស់អីគេហ្នឹងយើងប្រើប្រាស់ជា cone ដើម្បីឲ្យវាមាន color ធំខាងក្រោមនេះតូចអញ្ចឹងយើងចូលមកកាន់ cone របស់យើងនេះមកចុចលើ cone ហើយបន្ថយទំហំតិចមកអូខេឡើងមកលើយើងចង់ឲ្យខាងលើនេះមកខាងក្រោមវិញមិនអញ្ចឹងហ៎យើងដូរកន្លែង orientation របស់វានេះនៅក្នុង articulation របស់វានេះយើងចូលអីគេដក y អញ្ចឹងវាចាស់មកវិញហើយតែអានេះវាគេវាស្រួយពេកបើគេអត់ស្រួយចឹងពេកទេយើងចូលមកកាន់អីគេមាន top radius ហើយ bottom radiusចឹងឥឡូវគេ top របស់យើងទៅខាងក្រោមបាត់ហើយមិនចឹងគឺយើងដាក់បានដាក់សូយើងថែមវាមកចឹងវាធំវិញឃើញអត់អូខេឧទាហរណ៍ថាប៉ុណ្នេះចុះអូខេឥឡូវវាធំពេក t scale ទៅតិចមកឧទាហរណ៍អូខេសំជើងអីគេជើងអីរបស់យើងមិនចឹងហីអូនេះក៏បានដូចគ្នានេះអូកន្លែងនេះមកនេះចូលតិចមកឧទាហរណ៍ធំពេកយើងទៀតអូខេថយកម្ពស់តិចមកទាញចឹងឃើញអត់ទាញបានតាមចិត្តយើងមើលមកសំរបស់យើងមកប៉ុណ្នេះតែវាស្រួចពេលហ្នឹងចៅវាកោងតិចមកឈរលើ cone ចូលមកកាន់ cap របស់វាយើង tick លើ top នេះមួយ tick លើ bottom នេះមួយអញ្ចឹងឲ្យវាកោងចេញមកហើយវាមាន radius របស់វានេះជួយ alt key យើងទាញមកអូខេនេះ alt key យើងទាញមកចឹងវាកាត់ថាប៉ោងឃើញទេមាន height របស់វាទៀតនេះកម្ពស់របស់វាដាក់ប្រវែងណាយើងអាចកំណត់បានដូចគ្នាអូខេអញ្ចឹងយើងថាពេញចិត្តប៉ុណ្្នឹងហើយចុះអត់តម្រៀបវាជា4អញ្ចឹងយើងធ្វើម៉េចដូចមុនដែរយើងចុចលើវាចុចលើគេលើ clone object ចុច alt key មកចុច port អញ្ចឹងវាធ្វើការតម្រៀបឲ្យយើងអញ្ចឹងបង្វិលវាជា4ចេះហើយញែកចេញក្រៅអញ្ចឹងយើងដូរមកកាន់អីគេវិញចូលកាន់ radial អូខេ4បានហើយជើងរបស់យើងគឺ4បែបហ្នឹងយើងអាចទាញសេរីបានតាមចិត្តហើយទីទៅក្រោមមកឧទាហរណ៍ជើងកៅអីរបស់យើងត្រឹមប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងឧទាហរណ៍ដូចពេកធំតិចមកតែវាអីគេនេះចំពីមុខវាអត់បង្វិលចំអីគេកៅអីរបស់យើងទេជិះសក់ A បង្វិលវា45ដឺក្រេមកជិះ shift 45ដឺក្រេជិះវាចំ 100% ឃើញអត់តែវាត្រង់ពេកចាំបង្វិលវាបន្តិចយើងឈរលើខ្លួនអobject របស់យើងចូលមកកាន់ transform បន្តិច rotate អីគេ rotate pitching មួយនេះអូខេយើង rotate វាតិចមកបង្វិលឲ្យចំជើងរបស់យើងអូខេជាការសាច់ឃើញអត់ទេអូខេគឺបែបហ្នឹងទាញចូលតិចមកវាខ្លាំងពេកថយវាបន្តិចមកល្មមមកសមមកអូខេវាខ្លីពេកយើងចូលមកកាន់ code របស់យើងសេរីបន្ថែមមួយគេកម្ពស់របស់វាឡើយនេះកម្ពស់មិនចឹងនេះអាមួយនេះកម្ពស់របស់វានេះយើងអាចសេរីបានអូខេហើយចូលមកកាន់ cloner ជាស E រំកិលឡើងលើបន្តិចដាក់ត្រឹមប៉ុណ្ណាសមយើងយកប៉ុណ្ណឹងមកអញ្ចឹងយើងបានជើងកៅអីរបស់យើងមកឲ្យចង់ឲ្យធំតូចអីយើងទាញទៀតមកដាក់កន្លែងណាក៏បានឃើញអត់អូខេមកវិញមកនេះចេញមកក្រៅហើយមិនចឹងយើងសេរីតាមមើលជាក់ស្ដែងអូខេអញ្ចឹងយើងបានកៅអីមួយទៀតបានហើយអូខេចឹងក្នុងអេពីសូតទី2នេះខ្ញុំបង្ហាញទៅយើងប៉ុណ្ណឹងអញ្ចឹងបន្តទៅកាន់អេពីសូតទី3ខ្ញុំបង្ហាញទៅយើងអំពីរបៀប modeling តុកមួយនេះកៅអីមួយនេះហើយនឹងធូបផ្កាមួយនេះអញ្ចឹងអរគុណជួបគ្នាក្នុងអេពីសូតទី3